ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាវិលមកកាន់វីដេអូថ្មីរបស់នាងខ្ញុំខ្លឹមស៊ីនៀនចាសម្រាប់វីដេអូថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលដំណាំចេកពងមាន់ចាសម្រាប់ដំណាំចេកពងមាន់មួយចកានេះពុកម៉ែបងប្អូនគឺថាល្អខ្លាំងមែនទែនអត់មានថាដើមណាទាបដើមណាខ្ពស់ទេគឺស្មើគ្នាល្អខ្លាំងមែនទែនចាសម្រាប់ដំណាំចេកពងមាន់កាលណាតែលូតលាស់បានលឿនបែបនេះពុកម៉ែបងប្អូនសង្កល់ឃើញត្រួយស្លឹកចេកចាប់ផ្ដើមមានពណ៌រាងឡាយស្វាយពុកម៉ែបងប្អូនចាសម្រាប់ដំណាំចេកពងមាន់កាលណាតែដើមប៉ុណ្ណេះហើយគឺថាអត់យូរទេពុកម៉ែបងប្អូននាងខ្ញុំវាយ3ទៅ4ខែទៀតនឹងមានធ្លាក់សយងបណ្ដើហើយចាហើយងាកមកមើលដើមចេកដែរនេះដើមចេកមួយនេះពុកម៉ែបងប្អូនគឺម្ចាស់គាត់ដាំអត់ទាន់បានកាត់ដើមទេពុកម៉ែបងប្អូនឃើញដើមវាអត់សូវល្អហើយអត់សូវលូតលាស់បានលឿនទេពុកម៉ែបងប្អូនចាដូចនាងខ្ញុំបញ្ជាក់ពុកម៉ែបងប្អូនពីវីដេអូមុនអញ្ចឹងសម្រាប់ដំណាំចេកពងមាន់កាលណាតែយើងអត់កាត់ដើមក៏បានដូចគ្នាវាលាស់បានដូចតែគ្នាទេពុកម៉ែបងប្អូនគ្រាន់តែវាលាស់រាងយឺតជាងគ្នាតែប៉ុណ្្នឹងឯងហើយបងប្អូនងាកមកមើលដើមដែលយើងកាត់ដើមចោលពុកម៉ែបងប្អូនគឺថាដើមចាប់ផ្ដើមរីកហើយស្លឹកវាចេញមកធំខ្លាំងមែនទែន